สัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะឥឡូវចៅប្រឡងបាក់ឌុបជាប់ហើយហើយចៅចង់បន្តទៅណាទៀតទេចៅខ្ញុំកណាចង់ទៅរៀនបន្តទៀតលោកតាល្អហើយចៅតែបើចៅចង់រៀនបន្តទៀតចៅគួរតែពិភាក្សាជាមួយអ្នកគ្រូសកលខ្លួនឯងសិនទៅអាត្មាមានសេចក្តីត្រេកអរណាស់បានជួយចៅព្រោះចៅជាក្មេងកំព្រីកំព្រាដែលអត់មានម៉ែមានឪនោះខ្ញុំកណាអរគុណលោកតាខ្ញុំកណាថ្វាយបង្គំលាស្នាអ្នកគ្រូសប្បាយចិត្តណាស់ដែលឯងសម្រេចចិត្តទៅរៀនបន្តនៅភ្នំពេញប៉ុន្តែអ្នកគ្រូគ្មានអ្វីជួយឯងច្រើនទេអ្នកគ្រូនឹងផ្ញើឲ្យឯងមួយខែ 20,000 រៀលអ្នកគ្រូដឹងថាវាមិនគ្រប់គ្រាន់ឲ្យឯងរៀនទេព្រោះរៀននៅមហាវិទ្យាល័យត្រូវចំណាយលុយច្រើនណាស់តែធ្វើយ៉ាងម៉េចបានអ្នកគ្រូក្រដែរដូចឯងដឹងស្រាប់ហើយថាប្រាក់ខែគ្រូបានមួយខែប្រមាណនោះអ្នកគ្រូប៉ុន្តែគឺវាពិសេសវិសាលសម្រាប់ខ្ញុំណាស់ទៅហើយខ្ញុំមិនភ្លេចគុណអ្នកគ្រូទេព្រោះអ្នកគ្រូបានជួយឲ្យខ្ញុំស្គាល់រស្មីនៃជីវិតថ្មីខ្ញុំបានប្រឡងជាប់បាក់ដុំហើយបានទៅរៀនបន្តនៅឧត្តមទាននេះជាបំណងប្រាថ្នាតែមួយគត់របស់ខ្ញុំដែលខ្ញុំបានខំប្រឹងប្រែងតាំងពីតូចរហូតមកដល់ពេលនេះតែខ្ញុំមិនដឹងថាតើខ្ញុំអាចសម្រេចគោលដៅនោះឬក៏យ៉ាងណាទេស្នាកុំអស់សង្ឃឹមអីកូនជីវិតត្រូវតែតស៊ូហើយអ្នកគ្រូជឿថាឯងពិតជាមានសំណាងទៅថ្ងៃមុខស្នាអ្នកគ្រូសូមជូនពរឲ្យឯងបានជួបសំណាងល្អណាស់បាទណែពេលទៅដល់ភ្នំពេញស្នាក់ឯងយកសម្បត្តិនេះទៅជូនមិត្តភក្តិអ្នកគ្រូចុះគាត់ពិតជាជួយដល់ឯងជាមិនខានព្រោះគេមានជីវភាពធូរធារអ្នកគ្រូឮថាគេមានកូនផ្ទះចាំដីអញ្ចឹងស្នាក់ឯងអាចទៅស្នាក់នៅកន្លែងនោះបានហើយយល់នៅខ្ញុំអរគុណអ្នកគ្រូច្រើនណាស់ស្នាឲ្យតែស្នាខំប្រឹងរៀនអ្នកគ្រូសប្បាយចិត្តណាស់ទៅហើយរៀនពូកែដូចជាឯងអញ្ចឹងអ្នកគ្រូជឿថាឯងនឹងបានទទួលអាហារូបករណ៍ជាមិនខានអរគុណអ្នកគ្រូខ្ញុំក៏សង្ឃឹមដូចអ្នកគ្រូអញ្ចឹងដែរខ្ញុំនឹងខំប្រឹងប្រែងរៀនឲ្យបានអាហារូបករណ៍មិនឲ្យអ្នកគ្រូអស់សង្ឃឹមទេចំណាយសៀវភៅនិងសម្ភារៈសិក្សាចាំទៅដល់ភ្នំពេញចាំគិតទៀតអ្នកគ្រូណែសម្រាប់ប្រាក់ខែមួយខែ 20,000 នោះអ្នកគ្រូនឹងផ្ញើឲ្យឯងជារៀងរាល់ខែហើយបើមានលទ្ធភាពអ្នកគ្រូនឹងផ្ញើឲ្យឯងបន្ថែមទៀតណាស្នាបាទអ្នកគ្រូខ្ញុំជម្រាបលាសិនហើយទៅចោះឲ្យបានសុខស្នាអេពូតៃសិទ្ធិកាស្នាហើយស្នាមកភ្នំពេញតាំងពីកាលហ្នឹងមិនដឹងសិទ្ធិកាអូគឺជាមិត្តភក្តិចាស់របស់ខ្ញុំហ្នឹងណារៀននៅប្រទេសមានជ័យជាមួយគ្នាជំរាបសួរខ្ញុំមកពេញដើម្បីរៀនបន្តហើយណាមួយឆ្លៀតពេលទំនេរក៏មករត់ស៊ីក្លូដើម្បីយកលុយទិញសៀវភៅរៀនហ្នឹងណាហើយស្នាក់នៅណាដែរអូស្នាក់នៅខ្ទមចាំដីរបស់មិត្តភក្តិអ្នកគ្រូសកុលនោះអីអ្នកគ្រូសកុលអ្នកធ្លាប់ទៅជួយខ្ញុំរហូតមកនោះអូខ្ញុំនឹកឃើញហើយព្រឹកនេះយើងមិនបាច់ទៅណាទេយើងទៅលេងផ្ទះវាសនាតែម្ដងទេអត់សមទេអីខ្ញុំចង់ទៅលេងផ្ទះវាសនាដែរហើយខ្ញុំចង់ជិះស្គរវាសនាឯងតែម្ដងអត់ទេខ្ញុំទៅណាមិនអីទេអញ្ចឹងក៏បានដែរហើយណាអេ
មកដល់ហើយអ្នកទាំងអស់គ្នាញ៉ាំទឹកទៅណា ញ៉ាំទៅស្នាពួកយើងបានគិតគ្នារួចអស់ហើយ គិតគូគិតរឿងអីទៅ គឺអញ្ចេះពួកយើងបានមតិគ្នាឲ្យថានឹងជួយឯងក្នុងមួយថ្ងៃម្នាក់500រៀលយ៉ាងមិនដែរស្នា មិនអីទេអីខ្ញុំធាក់សក្លោខ្ញុំបានលុយដែរតា ស្នាកំបកាយអី ទទួលទៅ មិនអីទេខ្ញុំអរគុណចំពោះសន្តានចិត្តរបស់អ្នកទាំងអស់គ្នាហើយតែខ្ញុំ តែនេះជាបំណងល្អរបស់មិត្តភក្តិស្នាទទួលយកទៅណា មែនហើយទទួលយក ស្នាមានឱកាសច្រើនដើម្បីនឹងរៀនសូត្រអញ្ចឹងយកទៅណាយកទៅណាយកទៅណាណា មែនហើយទទួល យកទៅណា ស្នាយកទៅ មែនហើយទៅ អញ្ចឹងខ្ញុំអរគុណចំពោះសន្តានចិត្តរបស់អ្នកទាំងអស់គ្នាខ្ញុំអរគុណណាហាម៉ៃអាសាទអើយសុខសប្បាយជឿទេហ៎ អូសម្បត្តិដំរីជន់ភូមិហើយថ្ងៃនេះសុខចិត្តទេមកអង្គុយលេងសិនទៅ អូអង្គុយស្អីខ្ញុំមកមើលសម្ភារៈដើម្បីយកទៅដាក់ផ្ទះបន្តិច អូអញ្ចឹងមកចាំខ្ញុំជូនទៅមើលទៅសម្បត្តិឯងដូចជាមានសាច់ឈាមស្រស់ថ្លាជាងមុនឥឡូវហ្នឹងនេះ ដូចតែពីមុនអញ្ចឹងហើយអ្មេហើយការងាររកស៊ីរបស់ឯងកាក់កបទេ ហើយសម្បត្តិអើយគ្រាន់តែមករស់ចិញ្ចឹមប្រពន្ធចិញ្ចឹមកូនឲ្យតែគេហៅថាឪទៅវាសម្បត្តិចិត្តណាស់ហើយខ្ញុំនោះ ឯងនេះប៉ិនដាក់ខ្លួនណាហាងអាប៉ុនណានៃ និយាយអញ្ចឹងសម្បត្តិឯងមានបានស៊ើបសួររកប្រពន្ធកូនអីទេណា ស្ងាត់ឲ្យជ្រាបគ្មានដំណឹងអីសោះមិនដឹងថាពួកគេនោះស្លាប់ឬរស់ទេ អញ្ចឹងសម្បត្តិឯងមិនគិតគូរតាមរកទៀតទេ ធ្លាប់ទៅរកដែរតែមានគេប្រាប់ថាម៉ែវានឹងស្លាប់បាត់ទៅហើយអាស្នាទៀតក៏បាត់ដំណឹងឈឹងមិនដឹងថាខ្ញុំទៅរកវានៅឯណាទេ ទៅរកឯស្រុកកំណើតទៅប្រហែលជាអាចរកឃើញ កាលពី10ឆ្នាំមុនពេលចេញពីគុកខ្ញុំក៏ធ្លាប់ទៅរកវាម្ដងដែរតែវាមិនឃើញ អរគុណហើយសានដែលបានជួយគិតគូរតែឥឡូវខ្ញុំក៏រវល់ណាស់ដែរពីព្រោះត្រូវទទួលខុសត្រូវប្រពន្ធកូនក្រោយទៀតខ្ញុំចង់ទៅខាងនោះទៅមើលខាងនោះម្ដងណា អូតោះខ្ញុំជូនទៅ ណែមកនេះធ្វើអីមើងធ្វើលើឡើងមើងហ្នឹងជិតដល់មកស៊ីបាយហើយ បាទបង ហើយខាងនោះធ្វើការលឿនមើលឡានាង បាទ អូចឯងអត់ទេរៀនទេបើមិនធ្វើកម្មករសំណងអញ្ចឹង ទៅរៀនតាអ៊ំប៉ុន្តែពេលនេះវាកងធំហើយទើបឆ្លៀតពេលទំនេរមកពីរៀនមករកការងារធ្វើដើម្បីយកលុយទៅរៀននឹងណាអ៊ំ ចុះឯងរៀនថ្នាក់ទីប្រមាណហើយ បាទខ្ញុំរៀននៅមហាវិទ្យាល័យអក្សរសាស្ត្រឆ្នាំទី2ណាអ៊ំ ថាម៉េចក្មួយរៀនមហាវិទ្យាល័យ បាទ អូយមកធ្វើកម្មករសំណងទីនេះក្មួយអត់មានបងប្អូនទេ អូខ្ញុំអត់មានបងប្អូនម៉ែឪទេសំណាងហើយបានមករៀននៅភ្នំពេញនេះបានមិត្តភក្តិគេជួយណាអ៊ំ ស្ដាប់ទៅគួរឲ្យអាណិតដែរ ចូលពីតាណាបានចាក់ស្វាទ្វារចោល បែបគាត់ទៅស្លាទេដឹងព្រោះគាត់មិនដែលទៅណាក្រៅគេទេ ប្រហែលជាវាទៅ ទៅណាឯងដឹងស្អីក្រន់ណាស់ទើបមកពីខេត្តដូចតែគ្នាហ្នឹង មុនយើងទៅខាងវាប្រាប់អញថាវារកការងារធ្វើបានហើយ ការងារអីទេ គឺណាហើយមិនដឹងពិតឬមិនពិតផងព្រោះខ្ញុំមិនមែនជាអ្នកសួរដេញដោលផងវាប្រាប់ថាធ្វើការសំណងនៅពោធិ៍ចតុង ធ្វើសំណងប្រហែល អាសនាបេតងស៊ូណាស់ណានេះប្រហែលជាវាខ្លាចចិត្តពួកយើងហើយបានជាវាខិតខំរកការងារធ្វើបែបនេះ ហើយចុះរបស់នេះទុកនេះឬក៏យកទៅវិញ ពួកយើងក៏ទៅចាំស្នាដល់ល្ងាចទេគេកុំទៅត្រឡប់មកវិញទេ ងាយ អញ្ចឹងក៏បានដែរចាំខ្ញុំទៅមើលទ្វារក្រោយក៏លើអាចចូលបានណា ចា អេពួកយើងបើទ្វារបានហើយចូលមកតាមក្រោយមក
ញ៉ៃណាតោះពួកយើងជួយរៀបចំផ្ទះបាយទៅអូយងាប់អាមើលផ្ទះបាយអញញ៉ៃមែនទេត្មងម៉ែមើលណោះពង្រាពេញត្មង មកពួកខ្ញុំជួយរៀបចំចានឆ្នាំង មែនអើយ សិទ្ធិការទៅណាហ្នឹង គ្នាអត់ស្រួលខ្លួនតែផ្ទះមុនហើយណា ឈប់ចង់ជុំទៅអី អត់អីទេជិះម៉ូតូដល់ទៅក៏បានដែរមកតែពេលនេះមក ឈប់សិនប្រយ័ត្នទៅណា ហើយមានបញ្ហាអីហ៎ណាទៅដឹងទេបាននាងចូលទៅក្នុងបន្ទប់ឬសារបញ្ចេញទៅបានលឿនបែបហ្នឹង ឬមួយក៏ ឬមួយស្អីហ៎ អាណាទៅដឹងហ่า នេះចក្រៃយក អូយ វា អញ ស្មាន និ តែ យាយ ឯងដឹង លេងសោះហ្នឹងណា ក្មួយរស់នៅជាមួយអ្នកណាហើយរៀនយ៉ាងម៉េចបើគ្មានលុយហើយគ្មានពុកម្ដាយបងប្អូនអញ្ចឹង គឺខ្ញុំរស់នៅម្នាក់ឯងនឹងណាអ៊ំហើយខ្ញុំបានរៀនបានសូត្រមកនេះគឺដោយសារតែមិត្តភក្តិគេជួយខ្លះហើយនឹងខំប្រឹងប្រែងរកដល់ខ្លួនឯងខ្លះណាអ៊ំ ល្អហើយដែលមានមិត្តភក្តិចេះស្រឡាញ់គ្នាកម្ររកបានណាស់ណានេះមកពីក្មួយមានចិត្តមុតទើបអ្នកជួយគេមានកម្លាំងជួយតើបើខ្លួនឯងមិនប្រឹងប្រែងទេតើអ្នកដទៃគេមកជួយយើងយ៉ាងម៉េចកើតទៅ មួយជីវិតនេះខ្ញុំជំពាក់គុណគេច្រើនណាស់អ៊ំអើយតែខ្ញុំសប្បាយចិត្តព្រោះខ្ញុំបានជួបសិតតែមនុស្សល្អថ្ងៃណាមួយពេលដែលខ្ញុំមានឱកាសខ្ញុំនឹងសងគុណពួកគេនៅថ្ងៃណាមួយវិញមិនខានអ្នកគ្រូជាទីគោរពខ្ញុំមានការសោកស្ដាយចំពោះការបែកបាក់គ្រួសាររបស់អ្នកគ្រូតែខ្ញុំជឿជាក់ថាអ្នកគ្រូពិតជាអាចជំនះបាននៅរាល់ឧបសគ្គទាំងឡាយដោយខ្លួនឯងអ្នកគ្រូខ្ញុំអរគុណអ្នកគ្រូណាស់ចំពោះលុយដែលអ្នកគ្រូបានផ្ញើមកឲ្យខ្ញុំជារៀងរាល់ខែខ្ញុំដឹងថាអ្នកគ្រូក៏មានការខ្វះខាតនិងលំបាកក្នុងជីវភាពដែរដូច្នេះសូមអ្នកគ្រូកុំផ្ញើមកឲ្យខ្ញុំទៀតធ្វើអីឥឡូវនេះខ្ញុំមានលទ្ធភាពរស់បានដោយខ្លួនឯងហើយសូមកុំបារម្ភខ្ញុំសុខសប្បាយទេជូនពរអ្នកគ្រូឲ្យមានសុខភាពល្អមានជោគជ័យជានិច្ចនៅក្នុងឆាកជីវិតសិទ្ធិការស្រស់ស្រីអូនល្អឥតបីស្រស់កែវពន្លកពេលនេះវាសនាបងមានចម្រោករស់រៀនបានជ្រកក៏ដោយសារស្រីកន្ទុំរុយអើយអ្នកកុំប្រងើយជួយនាំសម្ដីថាខ្ញុំស្ម័គ្រនាងធំជាងអ្វីធំលើសផែនដីប្រៀបផ្ទឹមមិនបានតើវាសនាខ្ញុំអាចបានជួបមុំគូគប់នេប្រានដូចចិត្តដែលប៉ងចិត្តអើយរំខានមិនដឹងកល្យានប្រណីបងទេខ្ញុំពិបាកចិត្តណាស់ប៉ាវាកូនវត្តឥឡូវហ៎កាន់តែផ្ដេសផ្ដាស់ហើយដើរលេងកិច្ចសាលាតែរហូតនេះសម្បត្តិពមៀនពីសាលា
នេះមកពីម៉ាក់វាឯងហ្នឹងបដោយកូនពេកបានជាកូនវាខូចអស់អញ្ចឹង មិនក៏ប៉ាវាឯងនិយាយអញ្ចឹងកូនយើងតែទាំងអស់គ្នាតើមកបន្ទោសតែខ្ញុំ តែម៉ែវាឯងនៅចិត្តដិតកូនជាងខ្ញុំទៅធ្វើការរាល់ថ្ងៃមិនសូវមានពេលចិត្តដិតជាមួយនឹងកូន យូរទៅខ្ញុំខុសតែរហូតការងារក្នុងផ្ទះកូនចៅប្តីស្អីខ្ញុំរ៉ាប់រងដល់តែកូនមានរឿងដើរលេងចូលសាលាក៏ខ្ញុំខុសទៀតគិតទៅខ្ញុំដូចជ្រុញអញ្ចឹងត្រូវគេច្រាំរាល់តែថ្ងៃ ចុះខ្ញុំទៅធ្វើការយកលុយមកចិញ្ចឹមគ្រួសារនោះមិនពិបាកទេអី នេះបងស្មានថាការងារក្នុងផ្ទះហ្នឹងស្រួលណាស់ទៅហ៎ខ្ញុំក៏ចង់ទៅធ្វើការដូចបងដែរ ម៉ែវាឯង ម៉ាក់បងវុតណាម្សិលមិញវាយគ្នានៅកន្លែងស៊ីផឹកហើយពេលថ្ងៃហ្នឹងកិច្ចសាលាដើរលេងអត់ចូលរៀនទៀតគេប្រាប់ខ្ញុំថាឲ្យតែពេលគាត់ផឹកស្វឹងម្ដងលោឡាដូចជាមនុស្សញៀនថ្នាំអញ្ចឹង ឃើញទេ ធ្វើការមួយលើដៃបើមិនដាច់គ្រប់បង្វត់ទេវ៉ៃ មែនទេលើការលេងដាច់បង្វត់ដៃជន់ទឹកដីនេះផ្អៀង ប្រងនេះអួតខ្លាំងណាស់កោតមិនចេញខ្មាក់គេណាមិនស្គាល់អញ ហើយមើលពួកនោះចង់កង់យើង អត់ទេបង នោះ ទឹកដីព្រៃឯងបង្វត់ជន់ផ្អៀងអូចេញញបងដោយខ្នងនេះ ពួកឯងខ្លាចវា ឡាចៃបងនេះបាទបងហ្នឹងបានកាយទេ បងនៅណាជារៀងហ៎ ប៉ុនខ្ញុំបងអីប៉ុនឯង បងឯងអាការទិញការនេះប្រពន្ធមានអីហើយហ៎ មែនទុកមួយនៅហ្នឹងnữa វាមិនស្មោះបាត់ជិះបងឯងទេបង ចំបងវាហ៊ានហៅប្រពន្ធខ្ញុំមកអង្គុយ តែមើលទិញមើល ខ្ញុំទៅមើលទិញ អា ណែ បងមិនដែរស្គាល់បងអូនទេ ខ្ញុំក៏មិនដែរស្គាល់បងឯងដែរតែខ្ញុំស្គាល់អូនម្នាក់នេះនាងជាស្រីរបស់ខ្ញុំមិនអាចបំរើបងឯងបានទេ អង្គុយចុះ ខ្ញុំថាពួកបងប្អូនដូចជាជ្រុលបន្តិចហើយណាហេតុអីក៏ដាក់បំរាមគ្នាដល់ថ្នាក់នេះ ថយចេញទៅតិចថាទៅមិនបានជ្រុលឯងជើងទៅ ពួកឯងគេកាមែនហ៎ ស្អីវ៉ៃហ៎ចោលសាជាមួយទេយ៉ាខ្លាំងមកចង់យ៉ាងម៉េចហ៎ចង់អីហ៎ហើយចង់អីស្គាល់ជើង ចង់មិនហ៎ពួកឯងចង់មិន វ៉ៃអាណាខ្លាំងហ៎ហើយចង់ងាប់អាណាខ្លាំងហ៎ អូខេ កុំឆ្លោះគ្នាណាសុំបងកុំឆ្លោះគ្នា តែទៅវិញថកែស្គាល់ខ្ញុំច្បាស់ណាស់មែនទេ ចាបងស្គាល់ប្អូនបងស្គា តែ ល់ ពួកវាអត់តស្គាល់ខ្ញុំច្បាស់ទេ បងស្គាល់ តើកាចង់បានប្រហែល បងអត់ច ខ្ញុំ ង់ ចេញលុយសងទាំងអស់នេះ អត់ចង់បានអីទេអត់ចង់បានអីទេ អាណាខ្លាំងទៀត បងសុំត្រឹមតែសុំនៅកន្លែងនេះប៉ុណ្ណោះណាបងអូនណា តោះទៅវិញ អញ្ជើញខាងនេះក៏អស់ខាងនោះក៏អស់ប្រាក់ក៏អត់បានធ្វើមិនទៅ អូយស្អាតមែនតើស្អាតមែន ថ្ងៃនេះខ្ញុំជិបលៀងផ្លែឈើដល់អ្នកនិពន្ធថ្មី អូណែអូននិយាយបែបនេះបងអៀនខ្លាំងណាស់តែបងក៏សូមអរគុណអូនចំពោះការសរសើររបស់អូនដែរធ្វើឲ្យបងមានកម្លាំងព្រឹសតែម្ដង អញ្ចឹងខំនិពន្ធឲ្យល្អទេថ្ងៃក្រោយនិពន្ធរឿងខ្លួនឯងអូនជឿថារឿងជីវិតបងពិតជាល្អ ចាំបងព្យាយាមសាកល្បងមើលណាតែមានអ្នកខ្លះគេនិយាយថាធ្វើជាអ្នកនិពន្ធហើយនឹងគ្រូបង្រៀនដូចតែគ្នានឹងមិនដែលមានទេក្រមកជីវិត អូនមិនឯកភាពទេតាមពិតទៅគឺមកពីពួកគាត់គឺគេគ្មាននិស្ស័យគ្មានចិត្តអំណត់តើគេមិនអាចធ្វើការពិបាកនោះបាននេះមិននិយាយអំពីត្រូវមានឧត្តមគតិមុខថែមទៀតផងគេនិយាយថា
អ្នកនិពន្ធគឺជាមនុស្សលើមនុស្សដូច្នេះអ្នកណាថាអីក៏ថាទេចំពោះអូនស្រឡាញ់ អញ្ចឹងបានន័យថាអូនគាំទ្របងណា គាំទ្រ 100% អញ្ចឹងស្រឡាញ់ទេ ស្រឡាញ់ យកជាគូជីវិតទេ ចាចា និយាយលេងយីមែន និយាយលេងទេកុំអាលអអី និយាយម្ដងទៀតមើលនិយាយលេងយីមែន និយាយលេងយីមែន ចាក់ណា និយាយលេងយីមែននិយាយលេងយីមែននិយាយលេងយីមែននិយាយតិចៗហ្នឹងនិយាយទៀតមើលនិយាយលេងយីមែន និយាយលេងទេ គង់តែដឹងខ្លួនទេ និយាយមក អូនកាទៅវិញជាមួយបង ទេខ្ញុំមកទៅវិញជាមួយឯង អូន ទេ កាកូនឯងពិតជាមិនអស់អាឡ័យជាមួយវាមែនទេប៉ាម៉ាក់មិនព្រមទេកូនគិតមើលប្រាក់ខែគ្រូបង្រៀនបានប្រមាណទៅมันអាចចិញ្ចឹមកូនរស់ទេគ្មានអនាគតគ្មានកំណើត តែកូនស្រឡាញ់គាត់ក្រមែនប៉ុន្តែគាត់ជាមនុស្សល្អមានចំណេះវិជ្ជាហើយគាត់ចេះតស៊ូក្នុងជីវិត มันបាយលើកហេតុផលនឹងមកនិយាយជាមួយម៉ាក់ទេក្រអរហាមបែបនេះมันអាចធ្វើកូនប្រសាម៉ាក់បានទេឆាប់តាក់ទងជាមួយវាចាប់ពីថ្ងៃនេះតទៅម៉ាក់ តោះស្នា សិទ្ធិកាសិទ្ធិកាមានរឿងអីហ្នឹង អត់ដឹងទេ ស្នាអាគិញគក់ចង់ស៊ីសាច់កងា ស្នាមានរឿងហ្នឹង គ្នាក៏មិនដឹងដែរគ្នាកំពុងតែគិតថាហេតុអីបានជាសិទ្ធិកាដូចជាមិនសូវនិយាយស្ដីដូចពីមុនសោះអញ្ចឹង គ្នាក៏ឆ្ងល់ដែរទឹកមុខនាងសងត់ស្ងាត់ណាស់ទោះជានាងសើញក៏សាតែបង្ខំដែរ ពិតជាមានបញ្ហាមែនហ្នឹងគ្នាពិបាកចិត្តខ្លាំងណាស់ អាកាឯងមានរឿងអីហ្នឹងមែនហើយមានរឿងអីនិយាយទៅ តាំងត្រង់ខ្លាំងណាស់គ្នាប្រហែលជាត្រូវរៀបការក្នុងពេលឆាប់នេះហើយ ថាម៉េចរៀបការ ត្រូវហើយម៉ាក់ប៉ាបានពេញចិត្តនិងព្រមព្រៀងជាមួយនឹងខាងប្រុសតើបគ្នាពិបាកចិត្តមិនដឹងជាធ្វើយ៉ាងម៉េចឲ្យវាល្អនោះទេ ហើយចុះខាងប្រុសគឺជាអ្នកណាទៅ សារ៉ុំ ប្រហែលជាប៉ាម៉ាក់ឯងគិតថាគេជាកូនអ្នកមានហើយមកទៅបើឯងរៀបការចុះវាស្នាគិតយ៉ាងម៉េចទៅមែនហើយចុះស្នា នេះជាបញ្ហាគាត់ប្រកាសជាឈឺចាប់ហើយគាត់នឹងគិតថាខ្ញុំជាស្រីចិត្តសាប់
ឲ្យឆ្ងាយពីជីវិតកូនមីងទៅមីងសុំអង្វរ អ្នកមីងខ្ញុំសុំវកុំពង្រត់ខ្ញុំនឹងសិទ្ធិការអី មីងក៏មិនចង់ធ្វើអញ្ចឹងដែរតែក្មួយគិតមើលអ្នកណាក៏ដូចជាអ្នកណាធ្វើជាម៉ែឪគេមិនដែលចង់ឲ្យកូនជួបការលំបាកម្ដងណាទេពិសេសគឺកូនកាតាំងពីទៅដល់ធំនាងមិនដែលលំបាកម្ដងណាឡើយបើឲ្យនាងនៅកន្លែងបែបនេះតើនៅបានប្រហែលថ្ងៃទៅ ខ្ញុំក៏គិតអញ្ចឹងដែរតែខ្ញុំ ឆាប់ដឹងខ្លួនអញ្ចឹងគឺល្អហើយកុំឲ្យមីងនិយាយច្រើនមីងគិតថាក្មួយអាចរកនារីណាដែលស័ក្តិសមនឹងក្មួយមិនខ្វះទេបើក្មួយពិតជាស្រឡាញ់កូនកាមែនក្មួយគួរតែដោះលែងនាងទៅដើម្បីអនាគតរបស់នាងឬក៏ក្មួយត្រូវការធ្នូប្រមាណក្នុងការដើរចេញនេះ ប្រសាសន៍អ្នកមីងពិតជាត្រឹមត្រូវសមហេតុសមផលណាស់តែអ្នកមីងទុកពេលឲ្យខ្ញុំគិតបន្តិចទៅឯធ្នូនៃការដើរចេញនោះសូមអ្នកមីងកុំបារម្ភខ្ញុំក្រពិតមែនតែខ្ញុំមិនចង់មានចង់បានតាមបែបនេះទេអ្នកមីងទុកចិត្តចុះ ទេអូនមិនរៀបការទេ ស្រីកាការពិតទៅមកអូននិយាយត្រូវបងមិនអាចឲ្យអូនទីពឹងបានទេថ្ងៃនេះអូនកំពុងលងស្រឡាញ់ចុះថ្ងៃមុខទៅអូននឹងស្ដាយក្រោយ បងចាំនិយាយទៅអូនមិនចង់ស្ដាប់បងទេបងកុំយល់ទេមកបង្ខំអូនអីអូនចង់រស់នៅតែជាមួយបងម្នាក់គត់ តាមពិតទៅទាំងប៉ាមកអូននិងបងសុទ្ធតែចង់ឲ្យអូនមានអនាគតល្អ ល្អស្អីថ្ងៃនេះវាមិនល្អផងធ្វើឲ្យថ្ងៃអនាគតវាល្អទៅកើតបងកុំព្យាយាមគេចមកពីអូនអូនចង់ឲ្យបងដោះស្រាយបញ្ហាយើង បងគ្មានសមត្ថភាពទេឲ្យបងដោះស្រាយយ៉ាងម៉េចបើបងក្រពិតមែនព្រោះអ្វីដែលប៉ាម៉ាក់អូនត្រូវការនោះបងមិនអាចរកបានអស់មួយជីវិតនេះ បងជាមនុស្សកំសាន្តណាស់មិនហ៊ានប្រឈមមុខនឹងការពិបាកនៅចំពោះមុខឥឡូវអូនមានគំនិតមួយតើបងយល់ព្រមតាមអូនទេ គំនិត ជាងនាំគ្នារត់ទៅអូននឹងទៅតាមបងទោះបីជាបងទៅណាទៅទីឆ្ងាយទៅទីណាក៏ដោយភ្នំខ្ពស់ជ្រោះជ្រៅឬជើងមេឃដាច់ស្រយាលយ៉ាងណាក៏ដោយឲ្យតែយើងបានរស់នៅជាមួយគ្នាឬមួយបងមិនស្រឡាញ់អូនមែនទេ សិទ្ធិកាបងស្រឡាញ់អូនណាស់ដូច្នេះហើយបងត្រូវតែគិតពីអនាគតនិងកិត្តិយសគ្រួសាររបស់អូននៅពេលដែលអូនទៅតាមបងទៅនោះតើកិត្តិយសគ្រួសាររបស់អូនប៉ាម៉ាក់របស់អូននឹងត្រូវរងការអាម៉ាស់មុខយ៉ាងណាទៅអ្នកផងនឹងទីបងមិនចង់ឲ្យអូនខំម្ដងហើយម្ដងទៀតនោះទេអូនសុខចិត្តរ៉ាប់រងទាំងអស់បងកុំខ្វល់ច្រើនអូនសុំពីបងតែមួយគត់គឺស្រឡាញ់និងថែរក្សាអូនអស់មួយជីវិតទៅបានហើយ
ចាំបងគិតមើលសិននាងទៅកំពង់ឆ្នាំងហើយបាទ អត់ទេខ្ញុំចាំម្នាក់ទៀត ឡានខ្ញុំចេះឥឡូវ ខ្ញុំចាំម្នាក់ទៀត នេះឡានខ្ញុំនៅខាងនោះខ្វះតែមួយជើញណា ខ្ញុំចាំម្នាក់ទៀត នោះខ្វះមួយអូអត់ទៀត យកគុណសងគុណបុរាណពោលទុកគុណម្ដាយឪពុកចាំងទុំប្រដើគុណគ្រូអាចារ្យបានត្រួសត្រាយផ្លូវចង់ឲ្យកូនចៅជួបសុខមង្គលគ្រូបង្រៀនក្រអង្វរស្នេហ៍អូនស្រវាតោងក្បូនដៃឈោងមិនដល់តែចិត្តបងស្មោះចំពោះនេះមកស្នេហ៍ពិតនៅអំពើព្រោះតែស្រឡាញ់ស្នាយើងចិត្តខ្លាចតែជាគ្រូបង្រៀនហើយតែឯងចង់បង្រៀននៅខេត្តឬមួយនៅភ្នំពេញហ៎ត្រីអើយគ្នាប្រហែលជាត្រូវទៅបម្រើការងារនៅតាមខេត្តហើយព្រោះបើនៅភ្នំពេញនេះបែបគ្នាគ្មានសង្ឃឹមទេស្នាឯងឈ្គួតទេដឹងឯងរៀនបកាលេខ1ប៉ុស្តិ៍ទី1គឺឯងចង់នៅភ្នំពេញក៏បានចង់ទៅខេត្តណាក៏បានដែរហើយនៅមានរឿងអីទៀតអាស្នាបានជាដកដង្ហើមធំយ៉ាងនេះឬមកក៏ឯងគិតដល់រឿងណាណែអញនិយាយពីស្អីនេះវិញគឺចង់ថាគឺរឿងស្នេហារឿងកូនហ្នឹងណាហ៎អាស្នាមានកូនណាត្រូវហើយគឺមានកូនមុនមានប្រពន្ធហ្នឹងណាហ៎មិនក៏គ្នាមិនដឹងអើយកុំទៅស្ដាប់វានិយាយអីគ្នាគ្រាន់តែចិញ្ចឹមក្មេង 2-3 នាក់ដែលកំព្រាគ្មានទីពឹងតែប៉ុណ្ណឹងជួយខ្លួនឯងមិនតរួចផលហ្នឹងណែអត់ដឹងទេគ្នានឹងសិទ្ធិការបានជួយខ្លះដែរឲ្យស្នាទិញម៉ូតូមួយសម្រាប់រត់ដុប
ធ្វើម៉េចបើវាចូលចិត្តយកការលំបាកដាក់ខ្លួនអញ្ចឹង ល្អណាស់អញ្ចឹងពេលចេញពីសាលាទៅគ្នាសុំតាមឯងទៅមើលកូនឯងផង ចុះមានស្អីបែតោះ ហ្នឹងយកសំទៅគ្នាទៅជាមួយស្នាចុះ តោះ តោះអមិនក៏ផ្ទះនៅម្ដុំនឹងវិញហើយចុះផ្ទះនៅឯចំការនោះ អូដីនោះគេលក់បាត់ទៅហើយហើយគ្នាក៏មកជួបផ្ទះគេនៅវិញ អូអញ្ចឹងទេ ណែគ្រូស្នាណែប្រាក់ខែនេះលឺ10ថ្ងៃហើយណាបើមិនឆាប់បងលុយឲ្យខ្ញុំទេខ្ញុំនឹងយកបន្ទប់ជួលឲ្យគេផ្សេងហើយណា បងកុំអាខឹងអីណាចាំពី3ថ្ងៃទៀតនៅពេលដែលសិស្សបងគួរមកនោះខ្ញុំនឹងយកឲ្យបងពី3ថ្ងៃនេះអាក្អូនវាឈឺធ្ងន់ មានលេសតែរហូតហ្នឹង លោកគ្រូអាក្អោតក្តៅខ្លួនទៀតហើយ អញ្ចឹងហ៎ម៉ននេះពូផលពូម៉ាក់គ្រូ ជំរាបសួរលោកពើ អូបានជំរាបសួរ មកតម៉នទៅមើលផិនតោះ លោកគ្រូ មិនកែន អង្គយើងអស់ហើយសល់តែមួយពេលហ្នឹងទៀតទេ គ្រូទៅមើលផិនសិនណាផិន ម៉េចហ៎ ផិនយ៉ាងម៉េចហើយអូយក្តៅខ្លួនខ្លាំងណាស់ ដៅខ្លួនខ្លាំងណាស់លោកគ្រូ ផិនម៉នទៅយកកម្មានឹងទឹកមក បាទលោកគ្រូ ផិន លោកគ្រូនៅទឹក មកហើយអាកូនក្តៅខ្លាំងណាស់សង្ស័យទៅវាលំជំងឺគ្រុនពោះវៀនវិញហើយមកទៅ យកទៅពេទ្យទៅ ហ៎ទៅពេទ្យទេ ហើយទៅគ្នាមានលុយចាំគ្នាចេញឲ្យតោះ តោះអូនតោះ តោះ ទៅលបងចង់ជួបទៅ ចេញទៅគេ ចេញទៅ ទៅ ខ្ញុំ នេះអាជុំនិយាយប្រាប់ឯងក៏មិនអស់ស្អីរឿងដែរហើយសាកមើលតែមកទៅដឹងថាវាអែមប៉ុណ្ណា អត់ទេខ្ញុំមិនហ៊ានទេបងខ្ញុំខ្លាចរៀនមិនកើតទៅដឹងដល់ពុកម៉ែគាត់ខឹងហើយគាត់វាយខ្ញុំគាត់ឲ្យខ្ញុំមករៀនមិនមែនឲ្យខ្ញុំមកជក់ឆ្នាំញៀននោះទេ អានេះសេមែនណាឯងធ្វើជាមនុស្សប្រុសឯងទៅក្លាហានឯងដល់អត់ទាន់សម័យគេទេមកណែញ៉ោសា អត់មែនណា សាពេតលុយ ណាណាអត់មែនណាសាមើលទៅ ថ្ងៃក្រោយទីថាញ៉ាំមកសុំអញទៀត មែនហើយសាទៅ មានទៀតទេវ៉ៃ ណាសាទៅខ្ញុំមិនសាអីទាំងអស់ហ្នឹងអត់ទេបងអត់ទេឡើងខ្ញុំឡើងអត់ទេលោកគ្រូសំទោស ហើយពួកឯងទាំងអស់គ្នាមានរឿងអីហ្នឹង ពួកវាណា យ៉ាងម៉េចនឹងជុំ ពួកវាបង្ខំឲ្យខ្ញុំប្រើថ្នាំញៀន ថ្នាំញៀនហេតុអីក៏បងប្អូនធ្វើបែបនេះទីនេះជាសាលារៀនណាបែរជាបង្ខំឲ្យគេប្រើថ្នាំឈួតទៅវិញ វាជារឿងរបស់ខ្ញុំគ្មានតែតជាមួយនឹងគ្រូឯងទេ ខ្ញុំថាយកល្អគ្រូឯងកុំចេះដឹងថយចេញពេលពួកឯងនៅផ្ទះឪពុកម្ដាយជាអ្នកណែនាំស្ដីបដៅតែពេលពួកឯងនៅសាលាគ្រូមានតួនាទីស្ដីបដៅអប់រំឲ្យដើរផ្លូវល្អឲ្យខំរៀនដូច្នេះឲ្យគ្រូដើរចេញយ៉ាងកាបើពួកឯងកំពុងតែដើរនៅផ្លូវគ្រោះថ្នាក់បែបនេះនោះ ខ្ញុំទៅលោកគ្រូទៅដូចគ្រូថ្មីទៅមករៀនអញ្ចឹងតាបានជាសម្ដីថ្លោះណាស់ ខ្ញុំប្រាប់ពួកឯងហើយមិនដែលមានគ្រូណាមិនហ៊ានស្ដីបដៅពួកខ្ញុំទេគ្រូឯងយកល្អបង្រៀនយកតែប្រាក់ខែទៅគេប្រាក់ខែតិចផងឯងប្រាក់ខែគ្រូតិចមែនតែភារកិច្ចនឹងការទទួលខុសត្រូវវាធំនៅខាងក្រៅពួកឯងចង់ធ្វើយ៉ាងម៉េចស្រេចតែចិត្តតែបើនៅក្នុងបរិវេណសាលាវិញគឺដាច់ខាតពួកឯងមិនអាចប្រព្រឹត្តខុសឆ្គងបានទេគ្រូចង់ប្រាប់ពួកឯងថាអ្វីដែលគ្រូបានសម្រេចចិត្តធ្វើហើយនោះគ្រូមិនរៀថយទេ ធុញប៉ះគ្រូបដៅ ព្រោះលទ្ធផលចុងក្រោយគឺពួកឯងជាអ្នកទទួលដូច្នេះឆាប់បោះបង់គ្រឿងញៀនទាំងអស់នោះចោលទៅបើមិនស្ដាប់គ្រូទេពួកឯងនឹងមានគ្រោះថ្នាក់នៅថ្ងៃណាមួយមិនខាន មិនវាជារឿងរបស់ខ្ញុំទេលោកគ្រូកុំចេះដឹង
ចាំមើល ចាំមើល ក្រោយ ជុំហឺបដ ாய் វាទៅធ្វើអីលបង តោះ ចាំថ្ងៃក្រោយ តើ តោះ សំយោគឥន្ធនៈសំយោគឥន្ធនៈគឺជាឥន្ធនៈដែលផលិតចេញអំពីផូស៊ីលឥន្ធនៈបងប្អូនទាំងអស់គ្នាដល់ម៉ោងចេញលេងហើយចេញលេងចុះ តោះឆាមកចង់មកដែរ ណែអាណាថ្ងៃនេះទៅលេងហ្គេមទេបើ អត់ទេគ្នាទៅរៀន រៀនស្អីពួកឯងម៉ោងសម្រាប់ហ្នឹង លោកគ្រូវាសនាណាត់ឲ្យគ្នាទៅរៀនបន្ថែមព្រោះខែនេះគ្នារៀនអន់ណា ស្អីគេអាណាណាឥឡូវធ្វើអីអាណាចង់រៀនអីផងគ្នាក៏ដូចអាណាដែរគ្នាឈប់ទៅលេងហ្គេមអត់ប្រយោជន៍ទៀតហើយលុយក៏អស់រៀនក៏អន់ តោះសរិនយើងដល់មករៀនហើយតា គ្រូម្នាក់ហ្នឹងវាទៅតែលេចមកសោះវាដូចជាខ្លាំងណាស់វ៉ៃថ្ងៃមុនឮថាប៉ះជាមួយនឹងក្រុមអាកននឹងអាឌីទៀតផងអញមិនទាន់ទៅរករឿងវាផងតែឥឡូវវាធ្វើឲ្យក្រុមអាណាន់លេងញញឹតពួកយើងទៀត អាគ្រូម្នាក់ហ្នឹងវាអាំងស្អីហ៎ ហើយវាឈ្មោះអីដែរ វាសនា វាសនាមានវាសនាឬអត់វាសនាបន្តិចទៀតគង់តែដឹងទេអញនឹងបំបត្តិវាឲ្យអស់ពីទីនេះទើបយកសារីនៅសាលានេះ រៀបចំផែនការឲ្យវាស្គាល់ទៀបស្គាល់ខ្ពស់ខ្លះតោះទៅញ៉ាំអីចាំគ្នាចេញលុយតោះ តោះ តោះ ពីពួកហ្នឹងមែនលបងពីពួកអាហ្នឹងហើយដែលវាយគ្នាជាមួយយើងកាលពីថ្ងៃមុន បាទយើងញ៉ាំអីទៀត មិនពួកឯងតាមវា តាមក៏តាម តោះតាមវាតោះតាមទៅវាបង ទៅទៅ ជំតោពួកវាមែន ទៅពេលហ្នឹងហើយបង ធ្វើជាគ្រូល្អស្អាតការពិតទៅមកជួបផ្ទះគេនៅសោះ អ្នកដែលបងខានក្តីសុខរបស់យើងពិតជាមិនឲ្យវាបានសុខទេឯងចាំតែមើលចុះជួយនឹងផ្ដល់មេរៀនឲ្យវាទៅបាន ăn cái đã để anh ăn cái đâu ăn cái anh hả chốt nè chốt mấy cái này chăng hả chốt có một vô thời chân nè đặt cru sân mới bà trong son sắc ấy chia ba bộ chia sân tư chăm gì khinh thay coi đó bông pen trong óc con bông pen hai để bàn mà chui mưa tiền dụng trắng ពួកគេមិនអីទេឲ្យលេបថ្នាំតែពីរថ្ងៃទៅលែអីហើយបើពួកគេមានអាការៈមិនស្រួលវាសនាឯងត្រូវជូនគេទៅមន្ទីរពេទ្យភ្លាមណាបាទបងពេទ្យអញ្ចឹងខ្ញុំអរគុណបងពេទ្យហើយបាទហើយណាបងពេទ្យជប់សិនខ្ញុំជូនសគុណមិនបាច់ទេបន្តិចបន្តួចអញ្ចឹងមិនអីទេបាទអញ្ចឹងខ្ញុំអរគុណបងហើយសុខសប្បាយណាបងបាទទៅហើយដេកមិនចេះទៅដល់ភួយទៅដល់អីឲ្យបានស្រួលបួលសោះហើយចាំមែនក្មេងៗពួកឯងអាចត្រឡប់ទៅវិញបានហើយ
សុំទោសលោកគ្រូពួកខ្ញុំអាចស្នាក់នៅទីនេះសិនបានទេ នេះបានន័យថាពួកឯងមិនហ៊ានទៅផ្ទះវិញមែនទេ បាទរឿងនេះបើដឹងដល់ប៉ាម៉ាក់ខ្ញុំមិនដឹងថាមានរឿងអីកើតឡើងខ្លះទេ តែអញ្ចឹងគេងនឹងក៏គេងទៅណា អរគុណលោកគ្រូ មិនអីទេមកចុះហុចមុខមកយើងចង់ឲ្យកុំឲ្យមុខខំ លោកគ្រូខ្ញុំជំរាបលា ប្រញាប់ឡើងចិត្តដល់មករៀនហើយខំរៀនណា បាទ ហើយនាំគ្នាមកវិញធ្វើអីមិនទៅរៀនទេហ៎ លោកប៉ា កូននីន លោកមិនក៏អញ្ជើញមកដល់បន្ទប់ខ្ញុំអញ្ចឹង អរខ្ញុំសុំទោសលោកគ្រូមកពីខ្ញុំខឹងណាកូនចង្រៃនេះពេកលោកពូឯងនៅស្គាល់យើងជាឯងដែរមែនទេ លោកសុំអញ្ជើញអង្គុយសិនទៅណាលោក ខ្ញុំអរគុណលោកគ្រូច្រើនណាស់នៅអ្វីដែលលោកគ្រូបានធ្វើកន្លងមកតែកូនខ្ញុំនេះមិនសមឲ្យលោកគ្រូជួយវាទេ លោកខ្ញុំថាពួកគេទាំងពីរនាក់នេះនៅមានឱកាសច្រើនក្នុងការកែប្រែខ្លួនឲ្យល្អឡើងវិញសូមលោកស្ងប់ចិត្តចុះ ហេតុអីបានជាលោកគ្រូហ៊ានអះអាងបែបនេះបើខ្ញុំជាឪវាបដៅវាមិនបានផងរឿងអីវាស្ដាប់លោកគ្រូ លោកខ្ញុំថាពេលនេះពួកគេទាំងពីរនាក់នេះមិនយូរមិនឆាប់គង់តែកែប្រែខ្លួនជាក្មេងល្អ ឯងនេះជាកូនចង្រៃមួយថ្ងៃបង្កតែរឿងនេះឈឺចិត្តផងខ្មាស់គេផងចង់ តែបងកុំអី កូនសុំទោសម៉ាក់ជួយកូនផងលោកគ្រូ សូមលោកសម្រួលអារម្មណ៍សិនទៅពេលនេះសនិនគេកំពុងតែមានរបួសចាំគេជាចាំដោះស្រាយរឿងនឹងក៏មិនទាន់ហួសពេលដែរណាលោក តែពេលខ្ញុំឃើញមុខវានេះខ្ញុំចេះតែក្តៅចង់តែដាក់ឲ្យងាប់ លោកអញ្ចេះចុះបើមិននេះទេលោកទុកសនិនឲ្យនៅព្យាបាលទីនេះសិនចុះហើយចាំមើលខ្ញុំនឹងជួយថែគេ មែនហើយប៉ាវាទុកកូនឲ្យនៅជាមួយលោកគ្រូសិនទៅ ខ្ញុំជឿលោកគ្រូម្ដងចុះខ្ញុំទុកវានេះឲ្យលោកគ្រូសាកល្បងម្ដង បាទ គ្នាទៅផ្ទះមុនហើយចាំពេលទំនេរគ្នាមកលេងណាជំរាបលាលោកគ្រូ បានទៅចុះ នេះមីលោកពង តោះមកវា ចា ខ្ញុំនឹងមកវាបារម្ភពីកូនខ្លាំងណាស់ខ្លាចតែដើរលើផ្លូវខុស សូមលោកនិងលោកស្រីកុំបារម្ភអីបានខ្ញុំនឹងជួយមើលថែគេហើយនឹងដាស់តឿនគេយ៉ាងណាដើម្បីឲ្យគេដើរមករកផ្លូវត្រូវវិញខ្ញុំមិនឲ្យគេប្រព្រឹត្តនៅអ្វីដែលមិនល្អនោះទេសូមលោកនិងលោកស្រីកុំបារម្ភអីសោះបាទអរគុណលោកគ្រូច្រើនណាស់ បាទសូមអញ្ជើញបាទ អរគុណលោកគ្រូ សូមអញ្ជើញលោកស្រី ចា មកលោកគ្រូឲ្យខ្ញុំជួយ អូមិនអីទេនីនកុំអីទៅសម្រាប់វិញទៅទុកឲ្យគ្រូធ្វើបានហើយ ខ្ញុំអបសុកមែនតែនឲ្យខ្ញុំជួយខ្លះទៅលោកគ្រូព្រោះអីខ្ញុំក៏ញ៉ាំបាយទីនេះដែរ មិនអីទេណាប្រយ័ត្នរបួសនឹងវារើហើយដៃយ៉ាងម៉េចហើយ បាទរៀនគ្រាន់បានតិចហើយលោកគ្រូអឺណាឲ្យខ្ញុំជួយ បើចង់ជួយបែរតកួនទៅអញ្ចឹង បាទ ជំរាបសួរលោកគ្រូ ម៉ន ល្អហើយ លោកគ្រូញ៉ាំមកវិញហើយជំរាបសួរបង ណែអូនណែ ជំរាបសួរបង ចាំមកវិញចាំជួយលាងចានលាងអីផងណា បាទ យកបានទៅទុកសិនទៅអូខ្ញុំភ្លេចត្រីប្រឡាក់ហាលលើតបូលខ្លាច់ឆ្មាវាស៊ីខ្ញុំទៅមើលសិន បាទម៉នឯងមកនៅជាមួយលោកគ្រូយូរហើយហ៎ បាទ ហើយចុះពុកម៉ែម៉នឯងនោះ ប៉ាម៉ាយខ្ញុំកាត់អេតស្លាប់អស់ហើយបង ឲ្យបងសុំទោសណាបងអត់ដឹងហើយចុះ
ផិនដែលនៅខាងនោះនោះ ផិនជាក្មេងអនាថាលោកគ្រូខ្ញុំឃើញវាដេកដួលតាមផ្លូវចិត្តស្លាប់ក៏នាំវាយកមកមើលជំងឺឲ្យជាហើយក៏នាំមកចិញ្ចឹម អូអញ្ចឹងលោកគ្រូរត់ទៅធ្ងន់ទៀតហើយ ពេលតំណែងពីបង្រៀនលោកគ្រូគាត់រត់ម៉ូតូដប់ពួកខ្ញុំដើរវាយសារ៉ាស្បែកជើងលក់កាសែតដើម្បីជួយទប់ទល់ជីវភាព អូពួកឯងមានការតស៊ូគួរឲ្យកត់សរសើរណាស់គ្រាន់តែដើម្បីរស់ហើយចុះខ្ញុំ ហើយអាចតាមប្អូនធ្វើអីហ្នឹងមិនក៏មិនចូលរៀនមក លោកគ្រូវាអត់មានលុយបងគួរវាអត់ហ៊ានចូលរៀនទេ មកចូលមករៀនមកចូលមកមិនអីទេណាថ្ងៃណាមានក៏ឲ្យទៅហើយថ្ងៃណាអត់ក៏អត់ទៅព្រោះគ្រូយកលុយនឹងមកបងថ្លៃភ្លើងទេ អរគុណលោកគ្រូ ចូលមករៀនមក ឈប់ណាពូឈប់ណាណែលុយពូណែយ៉ាងម៉េចឯងទៅបង្ករឿងទៀតហើយមែនទេអត់ទេប៉ាអត់ទេលោកគ្រូវាសនាគាត់គ្រោះថ្នាក់ចរាចរណ៍ណាប៉ាថាម៉េចពេលទំនេរគាត់រត់ម៉ូតូដប់ ឥឡូវគ្រោះថ្នាក់ចរាចរណ៍ប៉ាព្រះហើយឥឡូវនេះគាត់កំពុងស្នាក់នៅពេទ្យណាគាត់ស្នាក់នៅពេទ្យលោកសង្ឃប៉ាប្រហែលជាគាត់ធ្ងន់ហើយលោកប៉ាតោះអញ្ចឹងជូនប៉ាទៅបាទជឿនប៉ាអញ្ជើញគាត់នៅណាម៉នលោកគ្រូចាំមិនហើយប៉ានេះម៉នជាក្មេងកំព្រាដែរលោកគ្រូយកមកចិញ្ចឹម សំតោអ្នកណាជាសាច់ញាតិរបស់អ្នកជំងឺឈ្មោះវាសនាដល់ណា បាទនេះអ្នកគ្រូ នេះយកទៅរបស់របរនៅលើខ្លួនរបស់អ្នកជំងឺ អរគុណហើយអ្នកគ្រូតើអ្នកជំងឺធ្ងន់ធ្ងរទេអ្នកគ្រូ ចាមិនទាន់ដឹងទេកំពុងតែសង្គ្រោះគេបាក់ជើងមកខាងកំពុងតែតដែក អាឡូសម្បត្តិខ្ញុំសាទណាមែនណាឯងនិយាយនេះពិតមែនណាស្នាកូនដឹងខ្លួនហើយហ៎លោកជាណាខ្ញុំគឺជាប៉ារបស់រាវុនដែលលោកគ្រូធ្លាប់ជួយកាលពីថ្ងៃមុននោះអីលោកគ្រូខ្ញុំរើសបានកបបលុយលោកគ្រូកបបលុយខ្ញុំតើលោកគ្រូនេះរូបថតប៉ាម៉ាក់និងបងស្រីខ្ញុំលោកគ្រូចឹងមើលទៅក្រុមគ្រួសារឯងមានសុភមង្គលណាស់ណោះឆ្នាំនេះលោកគ្រូឪវាឡើងកោតខ្លាំងណាស់ម៉ែឪវាស្រឡាញ់វាមែនតែនវាចង់បានអីម៉ែឪវាទិញឲ្យទាំងអស់ប៉ាឯងឈ្មោះអីគាត់ឈ្មោះសម្បត្តិលោកគ្រូអូយស្នាកូនជួយធ្ងន់ណាស់អូយកូនស្នា
ខ្ញុំមិនដែលស្គាល់ឈ្មោះលោកទេប្រហែលជាលោកយល់ច្រឡំហើយអត់ទេខ្ញុំមិនដែលស្គាល់លោកទេស្នានេះរូបថតនេះបានបញ្ជាក់យ៉ាងច្បាស់ណាស់ថាកូនគឺជាកូនប្រុសរបស់ប៉ាតាមរកកូននិងម៉ាក់កូនយូរណាស់មកហើយសំណាងល្អថ្ងៃនេះប៉ាបានជួបកូនរួចចុះម៉ាក់កូនយ៉ាងម៉េចហើយខ្ញុំជាកូនកំព្រាគ្មានទាំងឪពុកអត់ទាំងម្ដាយពុទ្ធូកូនខ្ញុំថាលោកល្មមដល់ពេលចេញទៅវិញហើយខ្ញុំត្រូវការសម្រាប់កូនស្នាខ្ញុំសូមប្រាប់លោកជាចុងក្រោយថាខ្ញុំនេះមិនមែនជាកូនរបស់លោកទេគ្រាន់តែឈ្មោះដូចគ្នាតែប៉ុណ្ណោះខ្ញុំថាលោកល្មមទៅវិញហើយប៉ាខ្ញុំស្លាប់បាត់ជាយូរមកហើយអត់ទេកូនស្នាអត់ទេកូនប៉ានៅរស់ទេនេះគឺជាប៉ាកូនណាអត់ទេបើគាត់នៅរស់មែននោះគាត់មករកខ្ញុំយូរណាស់មកហើយម្ល៉េះគាត់មិនទុកឲ្យខ្ញុំវេទនាដល់សប្តាហ៍ថ្ងៃនេះទេលោកគ្រូប៉ែតកូនស្នាលោកគ្រូប៉ែតមានការអីហ្នឹងសូមឲ្យលោកខាងនេះចេញទៅខ្ញុំត្រូវការសម្រាប់មើលកូនស្នាឲ្យគាត់ទៅវិញទៅ